បន្សុទ្ធគ្រប់ដំណក់ជាមួយបច្ចេកវិទ្យា Smart Report Filter សិល្បៈគុនខ្មែរគេដំណើរពីនំតាមមហានគរលន់កដោមានរមបាទស្វាគមន៍សាជាថ្មីមកកាន់សង្វៀនទឹកពិសាកម្ពុជាសេនាគុនខ្មែរមានរមហោសចាគុនខ្មែរយើងកំពុងតែរះល្បាញល្បីពួនតែគ្នាគណៈតំណែងទីក្រុងប្រិមិត្តជាទីមេត្រីបងប្អូនដែលមានវត្តមាននៅក្នុងបាក់ខេត្តបងខ្មុំនេះបាទយើងបានរំលងផុតទៅពីគូហើយក្នុងនោះអ្នកញាលលៀងមេងសត្វរំនឹកនិងជាប្រធានក្រុមគណៈយុក្រុមហ៊ុនខ្មែរវិវិជីលោកក៏បានឧបត្ថម្ភទៅកាន់កីឡាកររបស់យើងបាទត្បិតតអ្វីមួយនេះកីឡាករតាវណ្ណាលោកទទួលបានបរាជ័យប៉ុន្តែលោកតែងតែលើកទឹកចិត្តបាទទៅកាន់កីឡាករតាវណ្ណាចំនួន50,000រៀលហើយរាល់បាទថវិកាដែលបបឋមនៅនោះនឹងផ្ទេរចូលគណៈនៃធនាគារជីមុំរបស់កីឡាករបាទតាវណ្ណាផងដែរនេះណាសង្វៀនទឹកភាសាកម្ពុជារបស់យើងឥឡូវនេះយើងឈានដល់គូទី3ហើយដំណើរការទៅបាននោះមានការឧបត្ថម្ភយ៉ាងពេញទំហឹងពីក្រុមហ៊ុនខ្មែរ Beverages ក្នុងខ្ញុំបានក៏សូមក្លែងមកដល់ទឹកភាសាកម្ពុជាទឹកភាសាកម្ពុជាបន្សុទ្ធគ្រប់ដំណក់ជាមួយនឹងបច្ចេកវិទ្យា Smart Triple Filterក៏សូមមកដល់ទឹកក្រូចអៃកូឡាជាមួយនឹងក្រូចអៃកូឡាម្ហូបអីក៏ឆ្ងាញ់ក៏សូមក្លែងមកដល់ពេលជាប់ពើកម្លាំង Kiss វាជាប់ពើកម្លាំង Kiss រសជាតិបំតល់ដល់ធម្មពលខ្លាំងត្រជាក់បំពង់ក Thank you very much, Mr. Kaka. And wow, what an incredible second bout. This is not one that I would have wanted to call very close. An absolute battle of elbows, absolute furious. This is what Kumkamai is all about, ladies and gentlemen. Two warriors going toe-to-toe, clip for clip, round for round, and what a fight it was. A massive congratulations from Rin Rien of Thailand, and of course Taivana, an absolutely fantastic competitor, and always a pleasure to see him in the ring. And I tell you right now, this is a rematch I want to see. Once again, thank you to everyone joining us ringside tonight in Tabongkamom. What an incredible audience we have. And of course, a massive thank you to everyone joining us from all around the world via Facebook. And of course to Kamai Beverages for making this all possible. Cambodia Premium Water, KKIF Kumkamai, once again live tonight. And of course, under Kamai Beverages, you can also enjoy Ice Cola, the nation's favorite cola. And of course, Kiz Menthol Energy, give you an extra boost of energy during the day, and Minty Fresh Breath. បាទអរគុណច្រើន Mr. Luke បច្ចុប្បន្នក្តីខ្ញុំបានសូមប្រកល់ព្រះនេះទៅកាន់គណៈកម្មការបច្ចេកទេសដើម្បីរៀបចំការប្រកួតក្នុងគូទី3បាទសូមអរគុណខ្ញុំបាទសូមអញ្ជើញអាជ្ញាកណ្ដាលនិងចៅក្រមទឹកពិសាកម្ពុជាសេនាឯកគុណខ្មែរគូទី3ដែលជាគូអន្តរជាតិកម្ពុជាអ៊ីរ៉ង់អាជ្ញាកណ្ដាលលោកជួនសំណាងចៅក្រមទី1លោកលំសំអឿនចៅក្រមទី2លោកនិនវ៉ាន់ដេតចៅក្រមទី3លោកផលសុផាតចៅក្រមទី4លោកសួងសវណ្ណថានិងចៅក្រមទី5លោកពៅប៊ុនណាសូមអញ្ជើញទៅកាន់ទីកន្លែង Ladies and gentlemen, for our third bout of Kumkamai action tonight, live from Tabongkamom Province, Cambodia, the Kingdom of Wonder. With an agreed weight of 67 kilograms, this fight will consist of three 3-minute rounds of Kumkamai action under Kumkamai ruling. And without any further ado, introducing first and fighting out of the blue corner, representing his home country of Iran. Please put your hands together for Salman Moradi! លើកដៃគឺដើម្បីគុណខ្មែរយើងអបអរសាទរអ្នកគាំទ្រលើកដៃគឺដើម្បីគុណខ្មែរយើងស្វាគមន៍នៅក្នុងជុំអ្នករកដើរលើកដៃគឺដើម្បីគុណខ្មែរយើងទឹកចិត្តពុទ្ធចរស្រែកហូរខ្លាំងលើកដៃគឺដើម្បីគុណខ្មែរយើងស្នើគុណខ្មែររួមថែរួមរក្សាលើកដៃគឺដើម្បីគុណខ្មែរលើកដៃ
fighting out of the red corner and representing his home country, the Kingdom of Cambodia. Som Svakomakan Sangye Samang Da! ដៃលើសញ្ចាចខាងខ្លាជាប្រយុទ្ធខណៈដៃយ៉ាងណែគេជាគុំជាវុធជារងមុនជប់ប្រយុទ្ធនឹងសត្រូវផាំចូលវាយពួកខ្មាំងផាំវាយគុំបាត់បាំងផាំគុនខ្វាយចូលច្បាំងផាំគុនខ្វាយពួកអ្នកច្បាំង ក្រាបដីគោរពប្រិយមិត្តជាទីមេត្រីនេះគឺជាការប្រកួតនៅក្នុងសង្វៀនទឹកវិសាកម្ពុជាសេនាឯកគុណខ្មែរនៅក្នុងគូទី3ក្នុងប្រភេទទម្ងន់67គីឡូក្រាមកីឡាករកម្ពុជារបស់យើងបងប្អូនយើងស្គាល់ហើយជាអ្នកណាហើយកីឡាកររូបនេះដែលជាកីឡាករបងកខៀវដែលជាដៃគូនេះក៏មិនអន់ដែរសម្រាប់ការប្រកួតនៅក្នុងសង្វៀនទឹកវិសាកម្ពុជាសេនាឯកគុណខ្មែរតម្រូវទៅលើលោកគ្រូយ៉ាងណាលោកគ្រូជួនសំណាង ទស្សនិកជនក៏ដូចជាទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីជាបន្តទៅទីនេះខ្ញុំបានសូមបង្ហាញអំពីជីវប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរដូចតទៅកីឡាករបង្គោលក្រហមទម្ងន់67គីឡូក្រាមកម្ពស់1ម៉ែត្រ68អាយុ33ឆ្នាំបានពិសោធន៍លើសង្វៀនចំនួន63ដងឈ្នះ42ដងចាញ់17ដងនិងស្មើចំនួន4ដងប្រឡងដួលគុំប្រកួតរបស់បងការប្រកួតចំនួន15ដងប្រកួតចុងក្រោយឈ្នះកីឡាករអេរ៉ង់ដោយពិន្ទុស្រុកកំណើតភូមិកន្លៅឃុំទឹកថ្លាស្រុកស្វាយតខេត្តព្រៃវែងថ្វាយបង្គំគ្រូតាមរបៀបហនុមានសម្ដែងរិទ្ធមកពីក្លឹបគុណខ្មែរធម្មជាតិ KKF បង្វឹកដោយលោកគ្រូស្រីរិទ្ធបនលោកស្រីនេះកញ្ញាសូមណែនាំឲ្យស្គាល់កណ្ដាប់ដៃថ្មសម្មារីឯបង្គោលខៀវគេមានទម្ងន់67គីឡូក្រាមដូចគ្នាកម្ពស់1.75អាយុ29ឆ្នាំបបិសោលើសង្វៀនចំនួន48ដងឈ្នះ37ចាញ់8ដងនិងស្មើ3ដងប្រឡងដូនគូប្រកួតឲ្យបងការប្រកួតចំនួន15ដងដូចគ្នាប្រកួតចុងក្រោយឈ្នះកីឡាករមានសំហុកដោយពិន្ទុរូបគេមកពីប្រទេសអេរ៉ង់លោកស្រីនិងកញ្ញាសូមណែនាំឲ្យស្គាល់តើកំណត់ឆ្លងដែនសាមេជាលក្ខណៈនេះខ្ញុំបានសូមថ្លែងអរគុណដល់បាទក្រុមហ៊ុនខ្មែរវិជីអរគុណទៅកាន់ទឹកក្រូចអាយជាមួយអាយកូឡាមហូបអីក៏ឆ្ងាញ់ទឹកក្រូចអាយកូឡាតំណាងអាភាពស្រស់ស្រាយសប្បាយសប្បាយគ្រប់ពេលមានអាយហូបអីក៏ឆ្ងាញ់ទឹកក្រូចអាយកូឡាមានរង្វាន់ច្រើនដូចជារថយន្ត Toyota Rise ស៊េរីថ្មីរង្វាន់លុយសត$5,550ម៉ូតូ Honda Scoopy Club 12ស៊េរីថ្មីនិងទូរស័ព្ទ Samsung Galaxy A55 ស៊ីវិល័យនិងលុយសុទ្ធជាច្រើនវត្ត កីឡាករទាំងពីរស្ដាប់បទបញ្ជានៃការប្រកួតប្រដាល់គុណខ្មែរពីលោកកញ្ញាកណ្ដាលជួនសំណាង អូយបាទសរសើរបាទគណៈកម្មការណោនរបស់យើងបាទអែមបាទខ្ញុំស្រឡាញ់ចង្វាក់នៃការដល់សំឡេងណាសំឡេងក្អួនក្អាយឲ្យមានតង់មានបាទមានកលុកកលៈអែមបាទសូមសរសើរបាទសូមសរសើរលោកគ្រូអញ្ញាកណ្ដាលបាទលោកគ្រូខាងគណៈកម្មការ បាទឡើយសូមហៅឲ្យរីងកើទាំងអស់គ្នាមួយមកបាទចុះក្រុមត្រៀមប្រុងព្រៀបប្រកួតទឹកពិសាកម្ពុជាសេនាឯកគុណខ្មែរគូនេះមិនដែលជាគូអន្តរជាតិកម្ពុជាអ៊ីរ៉ង់ទឹកទី1រ៉ាន1បាទគូមិត្តភាពអន្តរជាតិបាទទី2ដែលជាគូទី3រវាងកីឡាករអ្នកលេងកណ្ដាប់ដៃថ្មសម្អាងដុនបាទបង្គោលក្រហមបាទសាក់បាច់គុណជាមួយនឹងជើងខ្លាំងមកពីរងកីឡាករបាទសាមែន
ម៉ូរ៉ាឌីនេះគេបានយកឈ្នះកីឡាករមើលសង្គមដល់បន្ទូឥឡូវបន្តមកជួបជាមួយកណ្ដាប់ដៃត្បូងស្មាងដុនត្បូងទៅមើលស្មាងដុនអាចលៃលកលាត់សោយនៅបញ្ជីចាស់របស់មើលសង្គមបានដែរទេបាទស្មាងដុនបន្តដើរចូលបាទសាមែនបាទម៉ូរ៉ាឌីថយបាទតោកំណាចឆ្លងដែនមកពីអ៊ីរ៉ង់បាទស្មាងដុនចូលចាប់បោះជង្គង់ស្ដាំមួយសាមានដុនបោះជង្គង់ស្ដាំសងស្ដាំមកវិញពីកីឡាករបាទម៉ូរ៉ាឌីបាទហាក់ដូចជាអងដែរបាទរឹងចេះទាញជង្គង់ដូចគ្នាដែរបាទឥឡូវនេះសាមានដុនថាមិនអីទេបាទឥឡូវបន្តដើរចូលតស្ដាំមួយសិនពីសាមានដុនដុនស្ដាំសងចាប់អោបគ្រាសាមានដុននេះបើសិនជាចូលកណ្ដាប់ដៃគាត់តែមួយឬពីរអាចនឹងមិនស្រួលបាទអាចនឹងមានបញ្ហាបាទតែជាកីឡាករជើងចាស់វាទៅជាណាវាបច្ចេកទេសគុណខ្មែរមិនច្រឡោតតោតងទេមួយប៉ុន្តែច្បាស់ឥឡូវបន្តដល់ចូលសម្រាប់ដល់ស្ដាប់មួយដែរហើយឆ្វេងសងថយផុតពីសាឡានដុនបាទញយមួយស្មាងដុនបាទសងស្ដាប់មកវិញពីសាមិនបាទម៉ូរ៉ាឌីស្មាងដុនដើរចូលម៉ូរ៉ាឌីញយតស្ដាំបាទថយផុតពីស្មាងដុនយកមួយតាមចង្វាក់ភ្លេងឆ្វេងខោហើយក៏ឆ្វេងម្ដងទៀតអត់ដល់ថយផុតបាទសាមែនម៉ូរ៉ាឌីក៏ថយដូចគ្នាបាទតឆ្វេងក៏ធាក់ទប់ធាក់កាត់ពីស្មាងដុនបាទធាក់បន្តតាមស្ដាំពីសំណាក់កីឡាករបាទសាមែនម៉ូរ៉ាឌីតាមស្ដាំនៅស្មាងដុនស្មាងដុនថយស្ដាំមួយណែនស្ដាំម្ដងបត់កែងអូយហើយលើនេះអញ្ញាកណ្ដាលបំបែបាទទឹកទី1ស្មាងដុនមួយតែមួយគឺច្បាស់เรามาដើរចូលពីស្មាងដុនបាទអូនប្រុសរបស់ស្មាងដុនមួយនេះគឺជោគជ័យហើយបាទស្មាងដុនរ៉ាសិនបាទគូទី1តស្ដាំបន្តពីស្មាងដុនធាក់ទុកទីកីឡាករម៉ូរ៉ាឌីស្មាងដុនយកបាទអ្នកលេងកណ្ដាប់ដៃថ្មក៏ចេះតបដែរទុនស្ដាប់សងថយផុតអូយបាទលេងឈឺដែរពីម៉ូរ៉ាឌីតែស្មាងដុនថយផុតជើងបាញ់មិនមកចូលមិនធម្មតាទេយកម៉ែនេះគាត់កន្ទុយមួយមិនអីទេបាទស្វាគមន៍គ្នាមួយពីម៉ូរ៉ាឌីបាទម៉ូរ៉ាឌីនេះអាយុ29ឆ្នាំទេស្មាងដុនអាយុបង33ឆ្នាំចប់ទឹកទី1 and now round 1បាទសាទរអ្នកគ្រប់ត្រៃស្វាគមន៍ភាសាជាថ្មីមកកាន់សង្វៀនទឹកភាសាកម្ពុជាសេនាឯកគុណខ្មែរបាទគូមិត្តភាពអន្តរជាតិកម្ពុជារងគូទី3ដែលជាគូមិត្តភាពអន្តរជាតិគូទី2នៅក្នុងសង្វៀនទឹកភាសាកម្ពុជាសេនាឯកគុណខ្មែរនេះគឺជារូបភាពបាទរូបភាព slow motion ឬក៏សារឡើងវិញពីការវាយរបស់កីឡាករស្មាងដុនណែបត់កែងត្រង់នេះទៅថយផុតពីម៉ូរ៉ាឌីនេះត្រង់នេះវត្តកន្ទុយប៉ុន្តែស្មាងដុនក៏ដូចជារហ័សដែរក្នុងការថយអ្នកទឹកជាក្រៅសក្កណៅទឹកពិសាកម្ពុជាសេនាឯកគុណខ្មែរគូទី3ដែលជាគូអន្តរជាតិកម្ពុជាអ៊ីរ៉ង់ទឹកទី2 round 2បាទគូទី3គូមិត្តភាពអន្តរជាតិរបស់កម្ពុជានៅរឹងទឹកទី2បាទแล้วបន្តដើរចូលពីស្មាងដុនគាត់ឆ្វេងពីម៉ូរ៉ាឌីគាត់ឆ្វេងសងពីស្មាងដុនស្មាងដុនវិញកណ្ដាប់ដៃស្ដាំឆ្វេងស្ដាំសងវិញគាត់ស្ដាំតពីម៉ូរ៉ាឌីលូកឆ្វេងស្ដាំអូយស្មាងដុនហាក់ដូចជាដឹកចង្វាក់របស់កីឡាកររងរូបនេះបាទគេថាលឿនចេញលឿនអញ្ចឹងស្មាងដុនត្រូវតែប្រយ័ត្នទេបាទแล้วបន្តដើរចូលគាត់ស្ដាំគាត់ឆ្វេងសងមកវិញឥឡូវសងឆ្វេងស្ដាំសងពីស្មាងដុនស្ដាំបន្តកណ្ដាប់ដៃថ្មស្មាងដុនបាទចាប់ជាប់ហើយក៏តោះជាគូឆ្វេងបាទឃើញថាចង្វាក់របស់រងរូបនេះគឺថាមិនធម្មតាទេបាទញាប់រហ័សបាទแล้วបន្តដើរចូលធាក់វេស្ដាំសងពីកីឡាករបង្គោលខៀវម៉ូរ៉ាឌីបាទម៉ូរ៉ាឌីញយហើយក៏តោះស្ដាំពីស្មានតោះឆ្វេងសងហើយផុតធាក់ទុកមួយបាទពីម៉ូរ៉ាឌីឆ្វេងស្ដាំស្មានដុនបន្តចាប់បោះជង្គង់ទេស្ដាំដៃសងទៅវិញឆ្វេងស្ដាំបាទចាប់ជើងជាប់អញ្ញាកណ្ដាលបំបែ Udra Hunter បកស
បាទចូលចំកញ្ចាប់បាទចូលកន្លែងនេះគឺថាមិនធម្មតាទេបាទឃើញ7ពេកណាបាទទស្សនារូបភាពសាឡាវិញណែឆ្វេងផុតហើយក៏ជង្គង់រីណាត្រង់នេះបាទអត់ទេមើលអត់យល់បាទឥឡូវសម្រួលសិនបាទអញ្ញាកដាលកំពុងសម្រួលបាទលោកអញ្ញាកដាលលោកគ្រូជួនសំណាងបាទសូមពេលវេលាបន្តិចបាទដើម្បីសម្រួលបាទនាទីក៏យើងស្គប់ដែរបាទសម្រួល2នាទីបាទនេះទស្សនារូបភាពសាឡាវិញបាទចូលជង្គង់ស្ដាំឬយ៉ាងណាបាទខ្ញុំអត់ច្បាស់បាទមើលរៀងបាំងបន្តិចបាទអាយ៉ាលោតទ្រាំបន្តិចបាទអូខេបាទអីទេ Neutral corner ប្រកួតបន្ត continue បាទលោកញ៉ាំក្រានក៏ណែនាំស្មារតីជាលើកទី1ហើយប្រុងប្រយ័ត្នតែឆ្វេងសងឆ្វេងស្ដាំសងពីស្មារតីឆ្វេងស្ដាំតស្ដាំតអូយជើងរបស់ក្លាកូមរ៉ាឌីនីតបានខ្ពស់ស្មារតីបន្តដើរចូលគៀងហើយក៏យោនស្ដាំសងស្មារតីច្រើនហើយក៏បន្តធាក់រីណាអូបាទស្មារតីថាអីទេសម្លាញ់ចូលមកឆ្វេងទាត់ពីស្មារតីឆ្វេងកៅឆ្វេងពីស្មារតីស្មារតីគៀងហើយក៏តស្ដាំសងវិញពីមរ៉ាឌីស្មារតីទាត់ឆ្វេងមរ៉ាឌីថយឲ្យយោនលើកជើងប្រទាក់ហើយក៏បោះកែងម្ដងបាទវិញស្ដាប់ណែពីស្មារតីកាច់ទួលអូយបាទអាចញើបន្តការប្រកួតណែអូយ 1 2 3 4 5 6 7 8 9 10អូយបាទឥឡូវចាំមើលរូបភាពសាឡាវីនចូលទៅណាមាញ់មិញបាទធាក់បាទគេថារវាថយក្រោយមាញ់មិញពីកីឡាករមូរ៉ាឌីឥឡូវនេះគឺថាញ៉ាំដារាប់បាទសមាជិកមិនអាចបន្តការប្រកួតបានទេណែទស្សនារូបភាពសាឡាវីនបាទជប់ទឹកទៅហើយអូនេះរូបភាពសាឡាវីនណែវត្តកន្ទួយមកនេះបាទពេញឆ្អឹងជំនីបាទណៃណាស់បាទស្ទះចង់ស្ទះខ្យល់បងប្អូនយើងបាទស្មារតីគឺគាត់ស៊ូដែរតែផ្លាត់នេះវត្តកន្ទួយនេះស្ទះបាទឆ្អឹងជំនីខាងស្ដាប់នេះពេញល្អណាស់ដូច្នេះយ៉ាងដាលក៏រាប់ដល់10ស្មារតីមិនអាចបង្កការប្រកួតបានទេបាទហើយអ្វីដែលសំខាន់នោះគឺអ្នកអង្គការលៀងមេសហស្ថាបនិកនិងជាប្រធានក្រុមអគ្គនាយកនៃក្រុមខ្មែររេជីសក៏បានឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករស្មារតីនៅថវិកាចំនួន50,000 រៀលផងដែរបាទជាបន្តខ្ញុំបានសូមប្រកួតភារកិច្ចនេះជូនដល់គណៈកម្មការបច្ចេកទេសដើម្បីប្រកាសលទ្ធផលជូនកីឡាករបង្គោលខៀវបាទសូមអរគុណកីឡាករបង្គោលខៀវសាម៉ាន់មកពីប្រទេសអ៊ីរ៉ង់ទទួលបានជ័យជំនះដោយវាកីឡាករបង្គោលក្រហមឲ្យបោះបង់ការប្រកួតនៅក្នុងទឹកទី2បាទពីកម្មវិធីសូមពេលវេលាសម្រាប់បន្តិចសិន